ឆ្នាំនេះគឺជាឆ្នាំទី16ហើយគោលបំណងរបស់យើងក្នុងបំផុតគឺយើងចង់បង្ហាញអំពីការបង្កើតរូបភាពសិល្បៈដោយបង្កើតឡើងដោយកុមារហើយគោលបំណងយើងគឺចង់បង្ហាញអំពីពាក់ព័ន្ធជាមួយនឹងធម្មជាតិណាករណីអប់រំបាទធម្មជាតិបរិស្ថាននិងសង្គមទូទៅបាទប៉ុន្តែដែលធំបំផុតនោះគឺពាក់ព័ន្ធជាមួយនឹងបរិស្ថានតែម្ដងដូចឆ្នាំនេះយើងលើកពាក់ព័ន្ធនឹងសត្វព្រៃតែម្ដងបាទសត្វព្រៃដែលកំពុងតែរងគ្រោះកំពុងតែកម្រនិងមួយទៀតហ្នឹងគឺប្រភេទសត្វព្រៃដែលយើងទើបតែរកឃើញថ្មីគំនិតរបស់សិស្សហើយក៏ជាគំនិតរបស់សាលាដែរខ្ញុំគិតថាអំពើពេកវាតំណាងឲ្យពន្លឺដែលសិស្សអាចដូចជាសិស្សអញ្ចឹងបើសិនជាខិតខំប្រឹងប្រែងអញ្ចឹងគ្រូបកគាត់នឹងភ្លឺដូចអំពើពេកដូចគ្នាខ្ញុំយកពីវាថាសត្វនឹងថាកម្រមិនអីមិនហើយខ្ញុំក៏មានអារម្មណ៍ថាវឌ្ឍនភាពដែរបានថាកម្រងតុក្កតាយនឹងធ្វើសត្វព្រាបនឹងគឺដើម្បីបង្ហាញឲ្យពិភពលោកដឹងពីអ្វីដែលប្រជាជនខ្មែររួបរวมគ្នាដើម្បីសន្តិភាពif we can get through here. អូកូននាំកូននាំបងប្អូនមកពីបាត់ដំបងមកលេងនាំគាត់មកលេងចូលរួមហ្នឹងគេថាចាប់ដើមម៉ោង6កន្លះខំរូតរះមកស្ទះផ្លូវអីផងមនុស្សច្រើនពេកទៅឈប់ឲ្យរត់តាមផ្លូវដេញតាមមើលគេធ្វើការ